ការពិចិត្រកម្ពុជាប្រកាសថាថៃពង្រីកសង្គ្រាមដល់ទៅខេត្តបន្ទាយមានជ័យនិងបាត់ដំបងដោយប្រើប្រាស់យន្តហោះចម្បាំង F-16 និងផ្សែងពុលវាយប្រហារមកលើកម្ពុជាក្នុងនោះផងដែរថៃហែកកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃចោលគឺសេចក្តីប្រកាសរួមធ្វើនៅទីក្រុងកូឡាឡាំពួរបើកការវាយប្រហារទ្រង់ទ្រាយធំលើខេត្តចំនួន3ខណៈដែលកម្ពុជាប្រកាសថាមិនទាន់បាញ់តបតនោះទេនេះគឺជាដំណឹងអាប់ដេតបន្ថែមរាត្រីថ្ងៃទី9 ខែធ្នូ 2025 វេលាម៉ោង 1 នាទីយប់ហើយបាទបងប្អូនទាំងអស់គ្នាកំពុងតែសម្រាកសម្រានប៉ុន្តែកងទ័ពរបស់យើងកំពុងតែយាមការខ្ពស់ជាទីបំផុតបាទគ្មានបានសម្រានស្អីទេនៅតាមព្រំដែនកម្ពុជាថៃដែលថៃបាញ់វាយប្រហារនេះគឺជាដំណឹងសង្ខេបតាំងពីព្រឹករហូតមកដល់ស្មាននេះបាទខ្ញុំមិនទាន់សម្រាននោះទេធ្វើដំណឹងចែកជូនទៅកាន់ប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ share ផងហើយក៏ជូនពរទៅកាន់វីរៈកងទ័ពជួរមុខទាំងអស់គ្នាឲ្យសុខសប្បាយបាទតោះប្រិយមិត្តស្វាគមន៍មកកាន់ការផ្សាយពិសេសបន្តពីរដ្ឋធី Daily World ស្ថានភាពនៅព្រំដែនកម្ពុជាថៃនៅរាត្រីថ្ងៃទី9 ខែធ្នូ 2025 នេះបានឈានទៅដល់កម្រិតសង្គ្រាមពេញលេញពេញទំហឹងតែម្ដងបាទយោងតាមសេចក្តីប្រកាសព័ត៌មានជាផ្លូវការរបស់លោកជំទាវម៉ាលីសុជាតាណែនាំពាក្យក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថាភាគីថៃបានពង្រីកការវាយប្រហារយ៉ាងកម្រទៅលើខេត្តចំនួន3របស់កម្ពុជាព្រមគ្នានៅក្នុងនោះសមរភូមិព្រះវិហារ F-16 របស់ថៃនិងការប្រើប្រាស់ផ្សែងពុលពិតជាខុសខើមែនបាទពួកយោធាថៃនៅក្នុងភូមិសាស្ត្រយុទ្ធភូមិភាគទី4ខេត្តព្រះវិហារយោធាថៃបានចាប់ផ្ដើមវាយប្រហារតាំងពីម៉ោង 5:04 នាទីព្រឹកបាទតាំងពីថ្ងៃម្សិលមិញម្លេះបាទពេលព្រឹកព្រលឹមរហូតដល់ល្ងាចនេះមិនទាន់ឈប់នៅឡើយទេអ្វីដែលសាហាវខុសខើបំផុតនោះគឺថៃបានប្រើប្រាស់អាវុធប្រឡាយនិងយុទ្ធឧបករណ៍ធុនធ្ងន់គ្រប់ប្រភេទរួមមានយន្តហោះចម្បាំង F-16 និងយន្តហោះទម្លាក់គ្រាប់បែក AT-6 ការប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែកបាទនេះគឺជាដ្រូនរបស់ថៃដែលទទួលបានអំណោយថ្មីណាដ្រូនជាហូហែអញ្ចឹងទេថៃបានដ្រូននេះធ្វើសង្គ្រាមជាមួយកម្ពុជាតែម្ដងនិងជាពិសេសគឺការបាញ់ផ្សែងពុលនេះតែម្ដងមកលើកងកម្លាំងកម្ពុជានៅតំបន់អានសេះនិងតំបន់ប្រលានថ្មរឿងទី3សមរភូមិថ្មីបន្ទាយមានជ័យនិងបាត់ដំបងបាទឈានទៅដល់ខេត្តបាត់ដំបងទៀតមិនត្រឹមតែប៉ុណ្ណោះទេប្រិយមិត្តជាទីមេត្រីនៅវេលាម៉ោងប្រមាណជា 13:36 នាទីរសៀលថ្ងៃនេះយោធាថៃបានពង្រីកការវាយប្រហារចូលមកក្នុងភូមិសាស្ត្រថ្មីមួយទៀតគឺយុទ្ធភូមិភាគទី5បន្ថែមទៀតតំបន់ដែលរងការវាយប្រហារថ្មីនោះរួមមានខេត្តបន្ទាយមានជ័យនៅតំបន់ភូមិព្រៃចានជោគជ័យឃុំអូបីជាន់ស្រុកអូជ្រៅខេត្តបន្ទាយមានជ័យបាទនិងមួយទៀតនោះនឹងភូមិគោករមៀតស្រុកថ្មពួកបាទថ្មពួកក៏បាញ់ចូលដែរហើយខេត្តមួយទៀតនោះគឺខេត្តបាត់ដំបងតែម្ដងបាទឥឡូវនេះប្រជាពលរដ្ឋកំពុងតែសូមពរជ័យដល់លោកតាបាទខេត្តបាត់ដំបងណានៅស្រុកសំពៅលូនប្រិយមិត្តជាទីមេត្រីបាទស្រុកសំពៅលូនតែម្ដងនៅទីនោះពួកគេបានប្រើប្រាស់រថក្រោះកាំភ្លើងត្បាល់និងកាំភ្លើងយន្តធុនធំបាញ់វាយប្រហារមកលើទឹកដីកម្ពុជាយ៉ាងកម្រោលអញ្ចឹងទេខេត្តបន្ទាយមានជ័យនិងបាត់ដំបងបាទជាទីតាំងថ្មីដែលថៃបើកការវាយប្រហារមកលើបាទស្រុកសំពៅលូនភូមិព្រៃច័ន្ទជោគជ័យនោះរឿងនេះថៃកំពុងតែរំលោភបំពានកិច្ចព្រមព្រៀងសន្តិភាពហើយបណ្ដាសារព័ត៌មានធំជុំវិញពិភពលោកទាំងអស់ CNN អាចាសេរ៉ា Reuters BBC ផ្សព្វផ្សាយថាថៃបាញ់វាយប្រហារដាក់កម្ពុជាបាទអានេះរឿងហ្នឹងក្នុងនោះក្រសួងការពារជាតិបានប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការថាទង្វើនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរបំផុតទៅលើសេចក្តីប្រកាសរួមស្តីអំពីកិច្ចព្រមព្រៀងសន្តិភាពចុះថ្ងៃទី26 តុលា 2025ដែលកិច្ចព្រមព្រៀងនេះកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់អាដាមដូណាល់ត្រាំប្រធានាធិបតីអាមេរិកនិងអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលក្នុងនាមជាប្រធានបដូវវេនរបស់អាស៊ានឯជំហររបស់កម្ពុជាវិញមិនបាញ់តបតនោះទេបាទគិតទៅក្នុងពេលនេះអ្នកខ្លះលើកឡើងថាបាញ់ BM21 ស្រោចដាក់ទៅកាន់ភាគីថៃក៏ប៉ុន្តែអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលើកឡើងថាអត់បាញ់តបតទេអញ្ចឹងទេអារឿងនេះខ្ញុំកំពុងតែសពេចសពិលដែរប្រិយមិត្តដឹងជួយជម្រាបប្រាប់ផងណាទោះបីជាមានការវាយប្រហារយ៉ាងគំហុកពីសំណាក់យោធាថៃតាំងពីថ្ងៃទី7រហូតដល់ល្ងាចថ្ងៃទី8ធ្នូនេះក្តីក្រសួងការពារជាតិបានបញ្ជាក់យ៉ាងច្បាស់ថាកងកម្លាំងកម្ពុជាមិនទាន់បានធ្វើការបាញ់តបតនៅឡើយទេកម្ពុជាកំពុងប្រកាន់យកនូវស្មារតីអត់ធ្មត់ពោះជាទីបំផុតដើម្បីគោរពកិច្ចព្រមព្រៀងប៉ុ
ប៉ុន្តែបានប្រាជ្ញាការពារបូរណភាពទឹកដីនិងអាយុជីវិតប្រជាជនទោះក្នុងតម្លៃណាក៏ដោយក៏ប៉ុន្តែជាក់ស្ដែងប្រជាជនស្លាប់មកហើយដូចជា4នាក់ឯតែបាទអានេះរឿងហ្នឹងហើយ9នាក់រឹងរបួសនេះយោងតាមការបង្ហោះរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាជារួមប្រិយមិត្តពុកម៉ែបងប្អូនតគ្នាវេលាម៉ោង1យប់ថ្ងៃទី9ធ្នូ2025ទៅហើយនេះគឺជាការឈ្លានពានដែលប្រើប្រាស់កម្លាំងយោធាដើម្បីគូសផែនទីថ្មីនិងបំផ្លាញសន្តិភាពតំបន់កម្ពុជាសូមអំពាវនាវដល់សហគមន៍អន្តរជាតិនានាថ្កោលទោសទាំងវើរបស់ថៃជាបន្ទាន់បាទនេះគឺជាខ្លឹមសារដែលខ្ញុំសង្ខេបតាំងពីព្រឹកព្រលឹមម៉ោង5ព្រឹករហូតមកដល់ថ្ងៃហើយរសៀលល្ងាចបាទហើយស្មាននេះក៏មានអាចនឹងមានក្របប្លង់មួយអញ្ចឹងណាបាទក៏ប៉ុន្តែត្រូវតែប្រុងប្រយ័ត្នខ្ពស់ដោយសារតែឥឡូវវាស្ងប់ស្ងាត់ដែរប៉ុន្តែប្រហែលជាវាអាចលះយើងពេលទៀបភ្លឺក៏ថាបានដែរម៉ោង5អីហ្នឹងបាទអានេះគឺជាដំណឹងដែលខ្ញុំអាប់ដេតបន្ថែមសារជាថ្មីដោយក្នុងនោះបាត់ដំបងបាទសពើលូនថៃបាញ់ផ្លោងចូលត្រកមួយនេះផងដែរហើយព្រៃចានជោគជ័យថ្ងៃមិញហ្នឹងក៏ថៃពង្រីកសង្គ្រាមទៅដល់នឹងផងដែរឃើញរថក្រោះរបស់ថៃបាទរលចូលដែលឃើញមានការ capture វីដេអូណាព័ត៌មានហ្នឹង